កាន់ពុទ្ធសាសនាណាមិនតែជឿបន់ស្រន់បួងសួងអីទេទេវតាបើយើងរតនត្រ័យរបស់យើងមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃហើយជាទីពឹងទីរលឹកស្មើដល់ជីវិតមិនទៅទីពឹងរតនៈដទៃនេះទេរតនៈដទៃនោះនិយាយទេរតនៈមួយព្រះនាងជែកនាងចោមឥឡូវគេមិនថាព្រះទេគេថាព្រះនាងជែកនាងចោមព្រឹកមិនឯងទៅទេសនាមានញោមមកក៏សួរព្រះនាងជែកនាងចោមជាអ្វីថាព្រះនាងជែកនាងចោមជាពុទ្ធសាមណៈគោដំហ្នឹងមកមានស្បង់មានជពោឲ្យគ្រប់គ្រាន់ណាក៏ប៉ុន្តែគេហៅម្ចាស់អ្នកកសាងឈ្មោះយាយជែកយាយចោមបងប្អូនណាគេហៅឈ្មោះទៅវាច្រឡំទៅជាបន់ស្រន់ព្រះនាងជែកនាងចោមហ្នឹងជាវត្ថុបន់ស្រន់វិញនៅរតនៈនៅទៀតនៅតារាជក្នុងកោតារាជនឹងរូបព្រះវិស្ណុព្រះនរាយតាបងកោវត្តគេវត្តគេធ្វើឧទ្ទិសទៅសាសនាព្រាហ្មណ៍នៃកាយវិស្ណុតាបបាសូរិយវរ្ម័នទី2នេះដែលមានព្រះពុទ្ធរូបស្ងាត់បានអង្គច័ន្ទរាជាទេសតវត្សទី16លោកកសាងយកទៅដាក់កែប្រែអវត្តសាសនាព្រាហ្មណ៍ឲ្យទៅជាពុទ្ធសាសនាវិញតែលោកអត់បានបំផ្លាញបដិមាឲ្យក្នុងសាសនាព្រាហ្មណ៍លោកតម្កល់ទូលអត់ប៉ះពាល់អ្វីទេគ្រាន់តែកសាងព្រះពុទ្ធរូបយកទៅដាក់ថ្មីឲ្យកែប្រែឲ្យទៅជាវត្តពុទ្ធសាសនាបើជ័យវរ្ម័នទី8បានអ្នកបំផ្លាញពុទ្ធសាសនាជ័យវរ្ម័នទី7កាន់ពុទ្ធសាសនាជ័យវរ្ម័នទី7ទីបង្គាត់ទៅជ័យវរ្ម័នទី8រាជទេយាទនិងមកុដរាជកុមារឡើងគ្រប់គ្រងកាន់សាសនាព្រាហ្មណ៍នេះបំផ្លាញពុទ្ធបដិមាពុទ្ធអ្នកប្រក់មួយនៅវិហារ7ល្វែងកើតបាយ័នហ្នឹងមិននៅហ្នឹងទេព្រះពេលនោះនៅក្នុងបាយ័នគេតម្កល់ជ័យវរ្ម័នទី8វាយបំផ្លាញពនិតកណាត់ទន្លាក់ទៅក្នុងដងណាដងព្រេងដល់បារាំងគេទៅស្ដានដងឃើញបញ្ញាគេយកមកផ្គុំឡើងវិញទៅជាពុទ្ធបដិមាហ្នឹងត្រង់គង់នឹងនេះហើយនៅប្រាសាទប្រទេសក្តីវាយខ្ទេចអស់កប់ក្នុងរណ្ដៅអីចាអញ្ញាធិទៅកកាយឃើញរាប់រយអង្គហ្នឹងកំបិកំបាក់វាយបំផ្លាញអស់នេះជ័យវរ្ម័នទី8បើពុបាទអង្គច័ន្ទរាជាលោកអត់បានប៉ះពាល់អីផងគេទេរសាទុកផងគេទាំងអស់នេះពុទ្ធសាសនាអាសាសនានៅស្រុកខ្មែរនោះវាប្រែប្រួលច្រើនណាស់នេះគេហៅយើងអាស៊ីអកគ្នេយ៍នេះគេហៅតំបន់ Indogen បារាំងថា Indo China ណាទទួលយកវប្បធម៌ឥណ្ឌានិងចិនវប្បធម៌ឥណ្ឌាគឺសាសនាព្រាហ្មណ៍ហើយនឹងពុទ្ធសាសនាព្រាហ្មណ៍ចូលមកមុនឲ្យកនដេញព្រាហ្មណ៍នេះជាមេព្រាហ្មណ៍នឹងឯដើមមកគ្រប់គ្រងអាណាចក្រស្រុកយើងនឹងសោយរាជស្ដេចក៏ប្រកាសសាសនាព្រាហ្មណ៍ពេញទឹកពេញដីដល់ក្រោយមកបានបញ្ញវន្តដូនតាគាត់សិក្សារៀនសូត្រសាសនាទីព្រាបទៅរកផលប្រយោជន៍នៃការគោរពសាសនាដែលលោកមើលទៅអត្តន័យក្នុងសាសនាព្រាហ្មណ៍អត់មានប្រយោជន៍អីទេគ្រាន់តែធ្វើឲ្យមនុស្សធ្ងន់ចិត្តដូចជាទីពឹងយាយទេពឲ្យតែធ្ងន់ចិត្តតែឃើញយាយទេពកាន់យកអីមកឲ្យក៏មិនលែមាននឹងក៏លុបចោលសាសនាពុទ្ធសិក្សាមើលទៅឃើញមានហេតុមានផលអ្នកណាធ្វើហេតុល្អកម្មល្អឲ្យផលល្អណាធ្វើក៏វិជ្ជមានទៅហើយព្រះពុទ្ធលោកបដៅទូលមានមនុស្សឲ្យធ្វើកម្មធ្វើការងារតែមានឲ្យបន់ស្រន់បួងសួងសំណានានឹងជាស្រុកខ្មែរយើងវាជាបោកជាបល់សាសនាដូចនៅឥណ្ឌាដែរឥណ្ឌាសាសនាព្រាហ្មណ៍កើតមុនក្រោបបណ្ដោះព្រះពុទ្ធយើងនេះកើតក្រោយទៅលុះសាសនាព្រាហ្មណ៍នេះណាដូចជាផ្កាម្លិះមកផ្កាទៅរីកកណ្ដាលពួកព្រាហ្មណ៍ណារីកឡើងផ្សព្វផ្សាយគុណទេពីដោរសជាតិទៅលើពួកព្រាហ្មណ៍អត់ខ្មែរស្រុកខ្មែរស្រុកឥណ្ឌាដូចគ្នានេះព្រះពុទ្ធតែលោកជួបបរិស័ទលោកបញ្យល់ពីហេតុពីផលហ្នឹង
មុនគេបងអស់ទើបធ្វើការបានផល